នាយកដ្ឋានពន្ធដារអង្គរដែលធ្លាប់តែបង្កក់សាច់រយៈពេល1ឆ្នាំឥឡូវនេះក៏ជាបើកឲ្យនាំចូលឡើងមកវិញបាទក៏នាំចូលសាច់បង្កក់ឡើងវិញក្រោយពេលដែលក្រសួងពាណិជ្ជកម្មនិងកសិកម្មបានហាមឃាត់រយៈពេល1ឆ្នាំកន្លងមកនេះអគ្គនាយកដ្ឋានក្រយនិងរដ្ឋកោបានសម្រេចការនាំចូលសាច់បង្កក់ឡើងវិញគឺបន្ទាប់ពីក្រសួងពាណិជ្ជកម្មនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានហាមឃាត់ជាបណ្ដោះអាសន្នមានរយៈពេល12ខែកន្លងមកការបញ្ចប់វិធានការហាមឃាត់នាំចូលសាច់សត្វបង្កក់នេះនឹងត្រូវចូលជាធរមានពលគឺនឹងត្រូវបើកឲ្យនាំចូលឡើងវិញចាប់ពីថ្ងៃទី13ម្សិលមិញចាប់ពីថ្ងៃទី13ម្សិលមិញនេះតទៅគ្រឿងក្នុងជ្រូកនិងបំណែកសាច់សត្វបង្កក់ចំនួន2មុខត្រូវបានបើកឲ្យនាំចូលសារជាថ្មីឡើងវិញប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យស្របទៅតាមអនុក្រឹត្យដែលបានកំណត់បាទតកតងទៅនឹងរឿងសាច់បង្កក់នេះដោយសារតែកម្ពុជារបស់យើងក៏មានសត្វដែរបាទសត្វគោក្របីជ្រូកមាន់ទាអីចឹងការផ្គត់ផ្គង់នៅក្នុងទីផ្សារមិនទាន់ឆ្លើយតបមិនទាន់គ្រប់គ្រាន់នៅលើទីផ្សារអញ្ចឹងហើយបានជារាជរដ្ឋាភិបាលបានបើកឲ្យមានការនាំចូលសាច់បង្កក់ពីក្រៅប្រទេសមកវិញដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់ទីផ្សារក៏ប៉ុន្តែសម្រាប់អ្នកដែលវិភាគគេមើលឃើញថាស្នើសុំឲ្យរាជរដ្ឋាភិបាលបើកនៅក្នុងពេលវេលាមួយមើលអំពីការនាំចូលនឹងឲ្យមានកំណត់កុំឲ្យចូលនឹងវាច្រើនពេកកាលណាសាច់បង្កក់នឹងចូលច្រើនពេកវានាំឲ្យការចិញ្ចឹមសត្វយកសាច់របស់ប្រជាកសិករលក់វិច័លចាខ្ញុំមានមួយរឿងទៀតដែរបងប្អូនហើយរឿងនេះក៏ជារឿងបង្កភាពចលាចលនៅក្នុងទីក្រុងភ្នំពេញរបស់យើងដែរគឺជនបរទេសម្នាក់ត្រូវបានមនុស្សប្រុសស្រីមួយក្រុមនោះគឺព្រួតវាយយកទ្រព្យសម្បត្តិចាបញ្ហានេះគឺបញ្ហាបងប្អូនកំពុងតែដេញភ្ញៀវទេសចរចេញពីស្រុកយើងហើយខណៈដែលរដ្ឋាភិបាលក៏ដូចជាអ្នកសារព័ត៌មានថ្ងៃនេះគឺខំផ្សព្វផ្សាយនៅកន្លែងទេសចរស្អាតៗដើម្បីទាក់ទាញទេសចរជនបរទេសមួយនេះហ่าខ្ញុំមិនដឹងថាគាត់ទៅធ្វើអីទេនៅម្ដុំវត្តភ្នំហ្នឹងប៉ុន្តែក្រុមការងារយើងប្រាប់ថានៅម្ដុំវត្តភ្នំហ្នឹងគឺសមត្ថកិច្ចល្បាតហ្នឹងគឺគេច្រឡាត់រហូតគឺគេដេញពួកអ្នករស់ស៊ីផ្លូវភេទចាប៉ុន្តែខ្ញុំមិនដឹងថាតើពេលកាត់ហេតុហ្នឹងគាត់ទៅរកសេវាហ្នឹងឬក៏យ៉ាងណាទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងនាមគាត់ជាអ្នកទេសចរបរទេសគាត់ធ្វើអីក៏ដោយជឿរបស់គាត់ដែលគាត់មក vacation នៅក្នុងស្រុកខ្មែរយើងក៏ប៉ុន្តែរឿងដែលមិនគួរកាត់រឿងថាមនុស្សមួយក្រុមមានស្រីមានប្រុសបានទៅព្រួតវាយគាត់ដើម្បីយកទ្រព្យសម្បត្តិរបស់គាត់កន្លែងហ្នឹងគឺមិនគួរកាត់មានទេហើយប្រជាពលរដ្ឋដែលគាត់នៅកន្លែងកាត់ហេតុហ្នឹងគាត់ក៏បានសំណូមពរតាមរយៈក្រុមការងារហងមាសយើងដែរចាសូមជួយផ្ដល់ព័ត៌មាននេះក៏ដូចជាផ្សព្វផ្សាយទៅដល់លោកចាលោកអភិបាលខេត្តចាសំទោសអភិបាលខណ្ឌចាលោកអភិបាលខណ្ឌព្រោះនៅក្នុងខណ្ឌដូនពេញសំណូមពរទៅដល់លោកអភិបាលខណ្ឌហ្នឹងគឺសូមគេហៅថាបោះសម្អាតឲ្យអស់នៅក្រមទំនើងទាំងអស់នេះដែលធ្វើឲ្យប៉ះពាល់ទៅដល់ភ្ញៀវអន្តរជាតិដែលចូលមកក្នុងប្រទេសកម្ពុជារបស់យើងមករយៈនេះតាំងពីមាន Walk Street មកភ្ញៀវអន្តរជាតិគាត់ដើរច្រើនណាលោកសុខាចាគាត់ដើរច្រើនតាក់ទាញគាត់ច្រើនអញ្ចឹងអ្វីដែលមិនគួរកាត់មានទេចាសូមសម្អាតឲ្យអស់ទៅហើយខ្ញុំក៏មិនមែនគាំទ្រឲ្យមានរឿងសេវាអីមិនល្អនឹងដែរពីព្រោះថាប្រទេសជាតិនីមួយៗដែលមានអាសេវាហ្នឹងវាច្រើនទៅវាឆ្លុះបញ្ចាំងថាប្រទេសហ្នឹងនៅក្រីក្រនៅឡើយអញ្ចឹងបានរដ្ឋាភិបាលហ្នឹងលោកក៏លុបបំបាត់ដែរលុបបំបាត់បញ្ហាហ្នឹងដែរបានន័យថាបង្កើតជាសិប្បកម្មឬក៏រោងចក្រអីឲ្យបងប្អូនប្រជាពលរដ្ឋគាត់អត់មានលទ្ធភាពមានចំណេះដឹងហ្នឹងគឺគាត់ចូលធ្វើការវិញដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពរបស់គាត់វប្បធម៌ប្រពៃណីរបស់យើងហើយលើកតម្លៃប្រទេសយើងថាប្រទេសយើងហ្នឹងលែងក្រីក្រដោយការពីមុនហើយរឿងបញ្ហានេះគឺការសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចមានតែដាក់កម្លាំងល្បាតនៅទៅនឹងឲ្យញាប់ឬក៏ឈរជើងនៅកន្លែងហ្នឹងហ្មងព្រោះវាមានសេវាប្រចាំនៅនឹងចាខ្ញុំតាមពិតខ្ញុំនិយាយថាបរទេសទេខ្មែរយើងក៏ទៅនោះក៏មានបញ្ហាដែរមានខ្ញុំលឺគេនិយាយបងប្អូនខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំលឺគេនិយាយថាចេះបងប្អូនស្ត្រីទាំងអស់ហ្នឹងណាគឺគាត់មានបាក់ពួកគាត់បានន័យថាគាត់ទៅតាក់ភ្ញៀវណាឬក៏បរិសុទ្ធណាដែលគាត់ដើរខាងហ្នឹងហើយខ្ញុំនិយាយតាមគេនិយាយប្រាប់ខ្ញុំណាហើយគាត់ទៅជាមួយគេហើយគាត់ឲ្យគ្នាគាត់មកកាក់ដើម្បីវាយយកទ្រព្យសម្បត្តិយកលុយយកទូរស័ព្ទយកម៉ូតូអីជាដើមអាហ្នឹងខ្ញុំសូមអធិស្ឋានប៉ុន្តែនេះគឺជាអ្វីដែលបងប្អូនប្រជាពលរដ្ឋគាត់នៅកន្លែងកាត់ហេតុហ្នឹងគឺគាត់ធ្លាប់ដឹងឮរឿងហ្នឹងគាត់មកនិយាយប្រាប់យើងជាអ្នកសារព័ត៌មានថាវាមានករណីហ្នឹងកើតឡើងពិតប្រាកដមែនអញ្ចឹងរឿងនេះវាមិនមែនជាគេហៅថាវាលើសសមត្ថកិច្ចលើសសមត្ថភាពរបស់អ្នកសារព័ត៌មាននេះបានតែផ្សព្វផ្សាយអញ្ចឹងមានតែការផ្សាយជូនទៅដល់សមត្ថកិច្ចជំនាញឲ្យលោកស្រាវជ្រាវមើលតើមានរឿងហ្នឹងអត់ពីព្រោះការផ្សព្វផ្សាយព័ត៌មានកន្លងមកក្រុមការងារយើងផ្នែកសន្តិសុខនៅភ្នំពេញហ្នឹងគាត់ថាមានមែនយើងសួរគាត់ទៅមានមែនចាហ្នឹងហើយកន្លងមកមានសម្រាប់អ្នកដែលបិទគូតស៊ីដាច់នៅពេលដែលនាំភ្ញៀវទៅណាហ្នឹងវាឥឡូវវាធ្វើឲ្យប៉ះពាល់ទៅលើភ្ញៀវទេសចរហើយបើគាត់ទៅវិញគាត់និយាយពីមាត់មួយទៅមាត់មួយវាមិនមែនបញ្ហាប្រមុខរដ្ឋាភិបាលកំពុងតែខ្នះខ្នែងធ្វើយ៉ាងម៉េចដើម្បីឲ្យមានការជឿទុកចិត្តសុខសុវត្ថិភាពសន្តិភាពមានហើយឲ្យសុវត្ថិភាពទៀតទើបបានភ្ញៀវមកលេងច្រើនហើយវាយើងការពារសុវត្ថិភាពម្បានហ្នឹងវាជារឿងមួយដែលគួរឲ្យសោកស្ដាយដែរ